ព្រឹកថ្ងៃទី9ខែមករាឆ្នាំ2026សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វើការបង្ហាញមុខបរិសម្នាក់ឈ្មោះថារស់រស្មីអាយុ21ឆ្នាំវត្ថុតាងចាប់យកបានហ្នឹងគឺបេតុងបាទចាក់កែច្នៃសម្រាប់ហាត់ប្រាណចំនួន1ហើយហេតុការណ៍នេះគឺកើតឡើងកាលពីថ្ងៃទី8ខែមករាឆ្នាំ2026វេលាម៉ោង 18:00 នាទីដែលជនរងគ្រោះបាទឈ្មោះខៀវនួនហ្នឹងបានត្រូវជនសង្ស័យបាទវាយបណ្ដាលឲ្យរងរបួសយ៉ាងដំណំបាទហើយជនសង្ស័យហ្នឹងគឺត្រូវជាចៅរបស់លោកតាតែម្ដងបាទហើយក៏បានដើរមកនិយាយសុំជនរងគ្រោះទិញម៉ូតូហើយជនរងគ្រោះក៏បានស្ដីបន្ទោសរួចនិយាយថាតាគ្មានលុយទេស្រាប់តែជនសង្ស័យហ្នឹងស្ទុះទៅយកបេតុងកែច្នៃហ្នឹងប្រដាប់គេលើកអាល់ទែហ្នឹងប្រិមិត្តបាទយកទៅវាយក្បាលបាទត្រូវខាងក្រោយបណ្ដាលឲ្យបែកហូរឈាមសន្លប់ដួលនៅលើបេតុងបាទក្នុងផ្ទះស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុក៏បានជួយអន្តរាគមន៍ខកខ្លួនជនសង្ស័យខាងលើយកមកផ្ដន្ទាទោសតាមច្បាប់ផងដែរពាក់ព័ន្ធទៅនឹងករណីនេះប្រិមិត្តបានដឹងហើយថាចៅរបស់គាត់ហ្នឹងបានទៅសុំបាទតាទិញម៉ូតូក៏ប៉ុន្តែដោយសារតែលោកតាហ្នឹងគាត់មិនមានលុយសម្រាប់ទិញម៉ូតូឲ្យជនសង្ស័យហ្នឹងក៏ខឹងបាទហើយខឹងដោយសារលោកតាហ្នឹងបានស្ដីបន្ទោសឲ្យគាត់ក៏បានទៅលើកអាដុំហាត់ប្រាណហ្នឹងទៅវាយក្បាលលោកតាពីក្រោយបណ្ដាលឲ្យរងរបួសក៏ដូចជាសន្លប់នៅនឹងទីតាំងកន្លែងកើតហេតុនឹងត្រូវបានបញ្ជូនទៅកម្មវិធីពេទ្យហើយសមាជិកយើងលោកបានធ្វើការអន្តរាគមន៍ទាន់ពេលវេលាផងដែរប្រិមិត្តបាទ